ជំរាបសួរពុកម៉ែបងប្អូនមកកាន់ Channel ស្រីណែនិទានរាត្រីម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមានរឿងពិតមួយដែលចែករំលែកពីបងស្រីដែលមានអាយុ40ប្លាយគាត់សុំមិនបញ្ចេញឈ្មោះគាត់ខានយូរជូរមាត់ប្តីរបស់គាត់មិនសូវរវីរវល់សោះតោះបងប្អូនរីករាយសន្តាប់ក្នុងវ័យជាង40ឆ្នាំទៅហើយសម្រស់ក៏បាក់លោកប្តីក៏មិនសូវជារវីរវល់ផ្ដល់សេចក្តីសុខផ្លូវភេទញឹកញាប់ដូចកាល30ជាងសោះរំលេចតណ្ហារបស់ខ្ញុំក៏ចេះតែកើតមានជារៀងរាល់ថ្ងៃលោកប្តីដាវបាត់មកដល់ផ្ទះកេះក៏មិនងើបជួនពេលខ្លះនាងខ្ញុំបានជួយខ្លួនឯងម្ដងម្កាលដើម្បីបន្ធូរអារម្មណ៍ថ្ងៃមួយមិត្តភ័ក្តិរបស់ខ្ញុំបាននាំគ្នាទៅរកកន្លែងម៉ាស្សាមួយពេលទៅដល់គេក៏បែងចែកបន្ទប់ដាច់ពីគ្នាមិត្តរបស់ខ្ញុំទៅបន្ទប់ផ្សេងឯខ្ញុំគេឲ្យទៅបន្ទប់ផ្សេងមួយទៀតពេលចូលទៅក្នុងបន្ទប់បុគ្គលិកនារីម្នាក់បានមកប្រាប់ឲ្យខ្ញុំផ្លាស់សម្លៀកបំពាក់ហើយរួចនាងក៏ដើរចេញទៅខ្ញុំក៏ធ្វើតាមការណែនាំរបស់នាងដោយផ្លាស់កន្សែងសខ្លីត្រឹមជង្គង់រងចាំប្រហែលជាមួយស្របក់ខ្ញុំក៏ឃើញបុរសម្នាក់មានធុងខ្ពស់រៀងស្រឡះរុញទ្វារចូលមកញញឹមតិចដាក់ខ្ញុំក៏ញញឹមតបវិញតែក្នុងអារម្មណ៍ងឿងឆ្ងល់បន្តិចតើគាត់ចូលមកធ្វើអីក្រោយមកក៏មានស្ត្រីម្នាក់ចូលមកប្រាប់ថាបុរសនោះជាអ្នកម៉ាស្សាតែគេរក្សាស្ថិតក្នុងសេចក្តីថ្លៃថ្នូរជូននាងខ្ញុំព្រោះនេះជាសេវាម៉ាស្សាដែលមិនប្រកាន់ថាប្រុសឬស្រីឡើយរួចនាងក៏ដើរចេញទៅវិញបាត់ស្រមោលទុកឲ្យខ្ញុំនៅជាមួយបុរសម៉ាស្សានោះខ្ញុំមិនដឹងថាការម៉ាស្សានេះបែបណាទេព្រោះនេះជាលើកដំបូងហើយដែលប្តីខ្ញុំនាំមកម៉ាស្សាខ្ញុំមានការអៀនខ្មាសនិងខ្លាចមានអារម្មណ៍ផិតភ័យព្រោះការម៉ាស្សានេះមិនដឹងជាគេធ្វើអីខ្លះមកលើនាងខ្ញុំទេគេឲ្យខ្ញុំដេកលើគ្រែដោយសណ្ដូចជើងត្រង់ក្នុងកាយវិការមិនហ៊ានកំរើកសោះខ្ញុំបិទភ្នែកតិចចាំមើលបុរសនោះគេចាប់ផ្ដើមម៉ាស្សានាងខ្ញុំជាដំបូងគេយកដៃមកប៉ះថ្ងាខាងលើខ្ញុំដោយអង្អែលថ្មរឿយរហូតដល់ស្មាដៃម៉ាស្សាចុះសាឡើងនិងនៅទីបំផុតគេក៏ចាប់ផ្ដើមម៉ាស្សាផ្នែកខាងក្រោមជើងបាតជើងកំភួនជើងផ្លូវមានទទួលអារម្មណ៍ដូចជាព្រឺសម្បុរគីង្គក់នៅពេលដៃរបស់គេម៉ាស្សាមកក្បែរដង្ហើមធំមួយខំទប់ស្មារតីតែនៅតែពិបាកទ្រាំដៃទាំងពីររបស់គេហាក់កំពុងម៉ាស្សាមកលើគល់ភ្លុទាំងពីររបស់ខ្ញុំយ៉ាងស្វាហាប់និងថ្មប្រកបដោយភាពស្អិតរមួតណាស់មែនហើយពេលនេះខ្ញុំមិនដឹងថាត្រូវខាត់គេបែបណានោះទេព្រោះនេះជាវិធីម៉ាស្សារបស់គេនៅទីបញ្ចប់គេក៏ចាប់ដើមម៉ាស្សាផ្នែកខាងលើរបស់ខ្ញុំម្ដងទៀតគឺខ្ញុំដេកដដែលតែគេមកឈរចំក្បាលគ្រែត្រង់ក្បាលរបស់នាងខ្ញុំដោយមើលទៅហាក់ដូចជាកំពុងដាក់វត្ថុសម្ងាត់របស់គេខ្មៅស្ទល់មកចំពីមុខដោយមិនក្លែងក្រែងសោះខ្ញុំបានឃើញវត្ថុសម្ងាត់របស់គេដែលលាក់នៅក្នុងខោពណ៌សស្ដើងយ៉ាងពេញភ្នែកតែគេធ្វើដូចជាមិនចាប់អារម្មណ៍ចំពោះកាយវិការគេទេយូរម្ដងខ្ញុំទទួលអារម្មណ៍ថាវត្ថុរបស់គេមុខញល់ក្បាលរបស់ខ្ញុំថ្នមជាញឹកញាប់ឯដៃរបស់គេវិញកំពុងលូកម៉ាស្សារហូតដល់គល់ភ្លៅរបស់ខ្ញុំ
យ៉ាងថ្មៗខ្ញុំខំទប់អារម្មណ៍យ៉ាងខ្លាំងចំពោះការម៉ាស្សារបស់គេរហូតតែចុងក្រោយគេឲ្យដេកកាប់មុខវិញម្ដងរួចគេក៏បន្តធ្វើចលនាម៉ាស្សាខ្ញុំត្រង់បរិវេណភ្លៅនិងគល់ភ្លៅសាចុះសាឡើងពេលនេះគេកំពុងចាប់ញែកជើងខ្ញុំឃ្លៀសគ្នាយ៉ាងតឹងខ្ញុំទទួលអារម្មណ៍ថាដូចជាមានវត្ថុទុនមួយយ៉ាងមកត្រដុសត្រង់ប្រឡោះភ្លៅស្រាលជាពិសេសត្រង់បរិវេណដំបូលខ្ញុំល្វែងខាងក្រៅខុសពីធម្មតាខ្ញុំខំទប់ខ្លួនស្ទើរទ្រាំមិនបានរួចសួរគេថាលោកកំពុងធ្វើអ្វីណាគេឆ្លើយថាម៉ាស្សាប្រភេទនេះកម្រជួបប្រទះណាស់ដូច្នេះក៏មានការខ្លាចអីខ្ញុំក៏បន្តឲ្យគេម៉ាស្សាគេសួរខ្ញុំថាចង់ឲ្យគេប្រើអណ្ដាតម៉ាស្សាទេខ្ញុំមិនបានតបតភ្លាមទេតែគេកំពុងប្រើអណ្ដាតត្រដុសត្រង់បរិវេណដំបូលខ្ញុំបាត់ទៅហើយខ្ញុំកាត់ថាហាក់ដូចជាខ្លួនឯងកំពុងស្ងឹតនៅក្នុងភពផ្សេងទៅវិញពេលនេះខ្ញុំឃើញនិករាជរបស់គេទល់ខោសម្បើមណាស់ទ្រាំមិនបានទេព្រោះនិករាជគេមើលទៅហាក់ដូចជាធំហើយវែងណាស់ពុទ្ធោគេកំពុងឈ្មោលដំបូកមាសខ្ញុំអូយរសើបណាស់អូយលោកកំពុងធ្វើអីបានហើយខ្ញុំខំនិយាយទៅកាន់គេតែគេនៅតែមិនយកចិត្តទុកដាក់នឹងសម្ដីខ្ញុំសោះគេនៅតែបន្តកែលីត្រដុសដំបូកខ្ញុំគ្មានសល់ត្រង់ណាឡើយខ្ញុំមានបំណងចង់កាន់អង្អែលនិករាជគេតែហាក់ដូចជាខ្លាចទៅវិញដោយសារអត់ទ្រាំមិនបាននឹងចង់ឃើញនិករាជគេខ្ញុំក៏លូកដៃទៅបាសត្រង់ក្បាលវាថ្នមដែលលាក់ទុកក្នុងខោនៅឡើយពុទ្ធោធំម្លេះអូយវែងណាស់លោកអើយបន្ទាប់មកខ្ញុំក៏ចាប់ពេញមួយដៃទាញក្បាលវាថ្នមមកក្រៅដើម្បីមើលមុខវាតែមុខវាមានអំណាចណាស់ខ្ញុំខំទប់អារម្មណ៍កុំឲ្យភ័យខ្លាចឬក៏យកដៃអង្អែលក្បាលច្បួតថ្នមដោយក្តីស្រឡាញ់នាគរាជគេវែងណាស់មិនដូចជានាគរាជប្តីខ្ញុំទេទ្រាំមិនបានខ្ញុំក៏ងើបក្បាលបន្តិចទាញក្បាលនាគរាជនោះមកប្រឡែងត្រង់បរិវេណមាត់រួចក៏ដាក់ចូលមាត់ថ្នមបិទតិចស្រង់រសជាតិនាគរាជដ៏ធំដែលមានពឹសសាមត្រង់មាត់វាតែបរិសនោះគេមិនបានដឹងថាខ្ញុំកំពុងប្រឡែងលេងជាមួយនាគរាជទេខ្ញុំខំញាត់ចូលមាត់យ៉ាងជ្រៅហើយក៏មិនទាន់បានពាក់កណ្ដាលខ្លួនវាផងនៅទីបំផុតបុរសម៉ាសានោះក៏ស្រាតខោចេញអស់បង្ហាញនាគរាជគេចំពីមុខខ្ញុំតែម្ដងលើកនេះគេនឹងបញ្ជាសត្វនាគនេះឲ្យចូលទៅកំសាន្តក្នុងលអាងខ្ញុំជាក់ជាមិនខានមិនយូរបន្មានគេក៏បញ្ជាសត្វនាគរបស់គេក៏បាក់ប៉ពេលយ៉ាងធំខ្មៅវែងទ្រលូគួរឲ្យតក់ស្លុតចូលទៅក្នុងដំបូកមាសខ្ញុំភ្លាមយ៉ាងតក់ក្រហល់ក្នុងកាយវិការដែលគេឲ្យខ្ញុំឈររួចគេក៏ឲ្យនាគរាជបោកពួយចូលតាមក្រោយតែខ្ញុំគិតថានាគរាជគេកំពុងគេក៏បានចាប់ផ្ដួលឲ្យនាងខ្ញុំដេកផ្ងាទៅលើគ្រែម៉ាស្សាវិញម្ដងដោយដៃគេបានត្រកងជើងនាងខ្ញុំឡើងពាក់លើស្មារួចចាប់ញាត់នាគរាជឲ្យលួនចូលក្នុងរុនដំបូកខ្ញុំភ្លុនហាក់គ្មានអីទាក់រំខានដូចមុនសោះព្រោះពេលនេះទឹកខ្ទិះរបស់នាងខ្ញុំបានចេញយ៉ាងច្រើនឡើងបែកដោយពុះសាប៊ូទៅហើយបុរសណាសាបានយកចង្កេះបុកផ្ទប់ខ្លាំងធ្វើឲ្យនាងខ្ញុំស្រវេស្រវាតងខ្នើយនឹងកំរាលពូកស្ទើរតែរហែអះទៅហើយស្រួលណាស់បុកឲ្យខ្លាំងមកខ្ញុំគិតតែពីស្រែកធ្ងរដោយភាពស្រាវស្រាប់ខ្លាំងហួសនឹងបរិយាយពេលនេះខ្ញុំស្រួលខ្លាំងរហូតដល់ភ្លេចមុខប្តីបាត់ទៅហើយរាប់ឆ្នាំហើយមិនដែលចេះលេងក្បាច់អេងចឹងសោះយកតែមួយរួយខ្លួនឯងរហូតយូរទើបជួបឋានសួគ៌ម្ដងជួនកាលក្រោយពីគាត់បញ្ចប់រួចរាល់ហើយនាងខ្ញុំបានទៅជួយខ្លួនឯងក្នុងបន្ទប់ទឹកបន្តម្នាក់ឯងទៀតផង
ប៉ុន្តែលើកនេះនាងឃ្នាងបានស្កប់ស្កល់ខ្លាំងហួសនឹងថ្លែងមិត្តឃ្នាងវាហៅមកច្រើនដងហើយតែនាងឃ្នាងមិនដែលចាប់អារម្មណ៍រឿងម៉ាសានឹងសោះបើដឹងថាគេធ្វើស្រួលខ្លាំងបែបនេះមកតាំងពីយូរហើយនាងឃ្នាងពេលនេះហាក់កំពុងតែអណ្ដែតអណ្ដូងក្នុងពិភពកាមារ៉ាំយ៉ាងជ្រាលជ្រៅសន្ទុះមកនៃការបុកមួយខឹសរបស់បុរសម៉ាតធំនេះពិតជាសាហាវខ្លាំងណាស់វាលូនចូលដល់បាតល្អាងរបស់នាងខ្ញុំដែលនាងខ្ញុំអាចទទួលអារម្មណ៍បានថាវាអួលទល់នឹងមាត់ស្បូនរបស់នាងខ្ញុំទៅហើយនាងខ្ញុំគិតតែពីស្រែកថ្ងខ្លាំងឡើងដៃច្របាច់ឆ្លីចុងដោះខ្លួនឯងយ៉ាងរលលាលព្រោះតែចំណង់តណ្ហាដែលបានកប់ទុកជាច្រើនខែឆ្នាំពេលនេះបានផ្ទុះចេញមកពេញទំហឹងឈានដូរចំណុចកំពូលជាច្រើនលើកច្រើនសារមិនដឹងជាប៉ុន្មានដងហើយទេប្រហែលជាជាង15នាទីទៅហើយដែលគេបានបុកមួយតែជ្រៅពេលនេះគេបានបដូរកាយវិការពីមួយទៅជាញាប់ស្មែដោយម៉ាស៊ីនផុងខោអាវអញ្ចឹងនេះប្រហែលជាគេចិត្តដល់ត្រយដែរហើយមើលទៅពិតជាដោយការស្មានរបស់នាងខ្ញុំមែនបន្ទាប់ពីបុកញាប់ស្មែគេបានបង្ហាយចុងក្រោយចំនួន3ខ្សុចកប់តែម្ដងដែលធ្វើឲ្យនាងខ្ញុំចង់អួលដាំករួចហើយទៅដកអាវុធដ៏ធំវែងរបស់គេមកចាប់កាន់ប្រឈឹកបាញ់ចេញទៅកាមពេញលើដោះធៀងគូរបស់នាងខ្ញុំបានលូកដៃទៅជួយចាប់កាន់ប្រឆាក់ឲ្យវាបាញ់ចេញទឹករហូតដល់ដំណក់ចុងក្រោយទើបនាងខ្ញុំយកវាមកដាក់ចូលក្នុងមាត់លិតបឺតជញ្ជក់វារហូតដល់ទន់កក្រងាបន្ទាប់ពីរៀបចំខ្លួនរួចមកមិត្តនាងខ្ញុំបានចេញមកដោយទឹកមុខស្រស់ស្រាយនិយាយមកកនាងខ្ញុំថាយ៉ាងម៉េចដែរប្លែកមាត់អត់នាងខ្ញុំហាក់ដូចជាអៀនខ្លាំងណាស់មិនដឹងជាឆ្លើយយ៉ាងណាតែក៏តាំងចិត្តតបវិញថាបើដឹងស្រួលខ្លាំងចឹងមកជាមួយឯងតាំងពីយូរចប់ហើយចាសូមជួយ Subscribe Channel ម្នាក់មួយថងចាសូមអរគុណ